បាទជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីមួយហើយដើម្បីមកចែករំលែកឲ្យអ្នកទាំងអស់គ្នាមើលនេះគឺជាសកម្មភាពក្នុងការច្រកទឹកម្ជូរព្រឹកចូលនៅក្នុងដបរបស់យើងហើយឃើញថាទឹកម្ជូរព្រឹករបស់យើងគឺមានពណ៌ក្រហមល្អមែនតើពុកម៉ែក៏បងប្អូនកុំច្រឡំថាស្រាអីនេះគឺជាភេទជ្ជៈម្ជូរព្រឹករបស់យើងដែលយើងធ្វើការយកមកស្ងោរដើម្បីបានជាភេទជ្ជៈដើម្បីយើងអាចញ៉ាំបានឃើញថាពណ៌វាឡើងពណ៌ក្រហមមែនតើមើលទៅដូចស្រាប៉ុន្តែជាភេទជ្ជៈទេបើយើងច្រកអញ្ចឹងនេះបាទគឺសកម្មភាពក្នុងការច្រកនៅក្នុងក្ដុងកន្លះលីត្ររបស់យើងឃើញថាទឹករបស់វាគឺតំណងមែនតើភេទជ្ជៈមួយប្រភេទនេះក្រោយពីយើងច្រករួចនេះគឺសមិទ្ធផលដែលយើងបានច្រកអមាញ់នេះគឺបានយើងធ្វើការច្រករួចរាល់ហើយបាទតើមកគឺយើងធ្វើការរាប់ចំនួនតើយើងក្នុងនេះគឺយើងបានប្រមាណលីត្រចំពោះក្នុងនេះគឺ11លីត្របាទ